រឿងព្រះមហាជនុគឺជាជាតិទី9នៃទសជាតិដកការបំពេញបារមីទាំង10ដែលជាជាតិចុងក្រោយរបស់ព្រះពោធិសត្វដែលរឿងនេះតំណាងឲ្យការបំពេញវិរិយបារមីសេចក្តីព្យាយាមនេះគឺជាសាច់រឿងសង្ខេបនៃរឿងព្រះមហាជនុសូមលោកយាយលោកតាពុកម៉ែបងប្អូនរីករាយទស្សនានិងសន្តាប់ដូចតទៅកាលពីព្រេងនាយមានព្រះរាជាពីរព្រះអង្គបងប្អូនគឺព្រះបាទអរិ ដ្ឋជនុនិងព្រះបាទបោលជនុសោយរាជ្យនៅក្រុងមិថិលាដោយមានការញុះញង់បងប្អូនទាំងពីរបានធ្វើសង្គ្រាមនឹងគ្នាព្រះបាទអរិ ដ្ឋជនុបានសោយទីវង្គតក្នុងសង្គ្រាមចំណែកឯព្រះអគ្គមហេសីដែលកំពុងមានគភ៌បានភៀសខ្លួនទៅកាន់ទីក្រុងកាលចម្បកានៅទីនោះព្រះនាងបានប្រសូតបុត្រមួយព្រះអង្គថ្វាយព្រះនាមថាមហាជនុកាលដែលព្រះអង្គធំឡើងព្រះអង្គបានសាកសួរមេដាអំពីដើមកំណើតហើយបានដឹងថាខ្លួនជាបុត្រស្ដេចមហាជនុក៏មានបំណងចង់ទៅដណ្ដើមរាជសម្បត្តិនៅក្រុងមិថិលាវិញដើម្បីរកប្រាក់កាក់ធ្វើទ័ពព្រះមហាជនុបានសុំលាមេដាទៅធ្វើជំនួញតាមសមុទ្រប៉ុន្តែជាអកុសលពេលធ្វើដំណើរបាន7ថ្ងៃនាវាក៏ត្រូវព្យុះបោកបក់រហូតដល់លិចលង់កណ្ដាលមហាសមុទ្រមនុស្សទាំងឡាយបានភ័យស្លន់ស្លោហើយខ្លាចជាអាហារត្រីនិងអណ្ដើកដោយឡែកព្រះមហាជនុមិនអស់សង្ឃឹមឡើយព្រះអង្គបានសោយទឹកដោះថ្លាលាបប្រេងរួចតោងសសរក្តោងលោតទៅឲ្យឆ្ងាយពីកន្លែងនាវាលិចដើម្បីគេចចេញពីវងត្រីសាហាវព្រះមហាជនុបានហាលទឹកអស់រយៈពេល7យប់7ថ្ងៃដោយមិនឈប់ឈរទោះបីជាមិនឃើញច្រាំងក៏ដោយទេវតារក្សាសមុទ្រព្រះនាងមណីមេខលាបានឃើញសេចក្តីព្យាយាមដ៏អស្ចារ្យនេះក៏ចុះមកសាកល្បងសួរថាច្រាំងក៏មើលមិនឃើញហេតុអ្វីបានជាអ្នកខំប្រឹងហាលយ៉ាងនេះតើអ្នកសង្ឃឹមអ្វីព្រះមហាជនុតបវិញថាបុគ្គលណាដឹងថាកិច្ចការដែលខ្លួនធ្វើនឹងមិនសម្រេចហើយបោះបង់ការព្យាយាមចោលបុគ្គលនោះឈ្មោះថាជាអ្នកសម្លាប់ខ្លួនឯងទោះបីស្លាប់ក៏ស្លាប់ក្នុងនាមជាអ្នកខំប្រឹងមិនឲ្យទេវតាមេដាបិតាឬអ្នកដតីតេះដៀលបានឡើយដោយមានការជ្រះថ្លានឹងសម្ដីនិងការខិតខំនាងមេខលាក៏បានត្រកងបីព្រះមហាជនុហោះទៅដាក់ក្នុងឧទ្យាននៃក្រុងមិថិលានៅក្រុងមិថិលាព្រះបាទបោលជនុឪពុកមាបានសោយទីវង្គតដោយបន្សល់ទុកនៅលក្ខខណ្ឌ4យ៉ាងសម្រាប់អ្នកឡើងស្នងរាជទី1អាចបាញ់ធ្នូធ្ងន់ដែលមនុស្សធម្មតាលើកមិនរួចទី2ដឹងពីក្បាលដំណេកនៃគ្រែដែលធ្វើពីមាសទី3រកកំណប់ទ្រព្យទាំង16កន្លែងឲ្យឃើញទី4ធ្វើឲ្យព្រះនាងសីវលីដែលជាបុត្រីស្ដេចមុនពេញប្រតិយព្រះមហាជនុបានដោះស្រាយប្រស្នានិងលក្ខខណ្ឌទាំងអស់នេះបានយ៉ាងងាយស្រួលហើយក៏បានឡើងសោយរាជសម្បត្តិប្រកបដោយធម៌ថ្ងៃមួយព្រះអង្គបានយាងទៅឧទ្យានហើយឃើញដើមស្វាយពីរដើមដើមទី1មានផ្លែផ្អែមឆ្ងាញ់ប៉ុន្តែត្រូវគេបេះនិងវាយកំទេចមេធៀងរញ៉េរញ៉ៃដើម្បីយកផ្លែដើមទី2គ្មានផ្លែប៉ុន្តែមានស្លឹកត្រឈឹងត្រឈៃស្រស់បំព្រងគ្មានអ្នកណាយាយីឡើយព្រះអង្គក៏មានការភ្ញាក់រលឹកសង្វេគថារាជសម្បត្តិប្រៀបដូចជាដើមស្វាយមានផ្លែដែលតែងតែមានសត្រូវនិងការដណ្ដើមការសាងភ្នោះ
ប្រៀបដូចជាដើមស្វាយគ្មានផ្លែដែលមានសេចក្តីសុខនិងសន្តិភាពចុងក្រោយព្រះមហាជនុបានសម្រេចប្រតិយដាក់រាជហើយយាងទៅសាងភ្នោះក្នុងព្រៃហេមពាន្តរហូតដល់អស់ប្រជញ្ញអត្ថន័យអប់រំនៃរឿងនេះវិរិយភាពត្រូវមានការតស៊ូព្យាយាមក្នុងកិច្ចការងារទោះបីជាមិនទាន់ឃើញលទ្ធផលភ្លាមៗក៏ដោយការមិនបោះបង់ដរ៉ែបណានៅមានដង្ហើមត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសន្តិភាពផ្លូវចិត្តទ្រព្យសម្បត្តិនិងអំណាចមិនមែនជាសុភមង្គលពិតប្រាកដឡើយការលះបង់ទើបជាផ្លូវនាំទៅរកសេចក្តីសុខដ៏ឧត្តមឧត្តមសម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនដែលចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមចុច follow page TikTok និង Subscribe នៅ Channel YouTube របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ